បាទទាំងអស់គ្នាថ្មីនេះ Facebook ប្រកាសថាបាទហើយជាអាចនឹងខែក្រោយឬក៏តិចទៀតហ្នឹងគឺរាល់វីដេអូទាំងអស់ត្រូវចូលទៅក្នុង Reel ហ្មងបាទហើយបានមើលព័ត៌មានហ្នឹងហើយយល់យ៉ាងម៉េចទៅយល់ថាអាចថាជាការ update ធំមួយដែលម្ចាស់ជាកម្មត្រូវបត់ហើយក៏មានឱកាសច្រើននៅក្នុងហ្នឹងដែលយើងត្រូវទាញពី Facebook អានេះត្រូវបត់បាទបើបងប្អូនដែលអត់ដឹងត្រូវបត់បែបណាទេអានឹងអាចហានិភ័យហើយព្រោះឥឡូវនេះមានការ update ច្រើនហើយប្រព័ន្ធក្នុងការបូសអីក៏ Facebook មានការ update ធំដែរអ្នកដែលគាត់ធ្លាប់បូសច្រើនឬក៏អ្នកដែលគាត់ហ៊ានបច្ចេកទេសដឹងហ្នឹងបាទអាហ្នឹងគឺមានការផ្លាស់ប្ដូរមួយហើយនៅលើ algorithm របស់ Facebook ទាំងមូលហ្នឹងក៏គាត់ update ដែរមែនទេ update តាំងពី2022មកប៉ុន្តែឥឡូវនេះគឺចាប់ផ្ដើម implement ទៅខ្លាំងមកឆ្នាំនេះបាទសម្រាប់បងប្អូនដែលកំពុងមើលវីដេអូនេះបាទតោះគ្នាត្រូវតែតាមដានបាទនាំនេះចូលអានព័ត៌មានទៅប៉ុន្តែបើតាមមើលទៅគឺការដូរនេះគឺអាចនឹងខែបន្ទាប់ហ្នឹងគឺនឹងចាប់ផ្ដើមដូរដាក់វីដេអូទាំងអស់ចូលក្នុង Reel តែម្ដងហើយមុននឹងធ្វើវីដេអូជាមួយអ្នកជំនាញខាង Facebook រូបនេះជារួមខ្ញុំបានមើលគេនិយាយពី Reel បាទ Reel ហ្នឹងគឺត្រូវធ្វើវីដេអូបញ្ឈរបាទពួកអីFacebook គឺគាត់ចង់ឲ្យអ្នកដែលមើលទូរស័ព្ទដូចតោះគ្នាកំពុងមើលនេះប្រហែលជាមើលតាមទូរស័ព្ទហើយឲ្យវាងាយស្រួលនៅក្នុងការមើលបាទហើយយ៉ាងណាគឺមាតិកាដែលយើងត្រូវធ្វើគឺនៅតែបន្តធ្វើឲ្យវាតាក់ទាញដោយសារ Meta បានផ្ដាំមកថាទោះបីជាដូរមក Reel ក៏ដោយវីដេអូខ្លីវីដេអូវែងហើយ live គឺនៅតែត្រូវប៉ាន់ចឹងគាត់ថានៅតែត្រូវប៉ាន់ចឹងគាត់ថាដូរតម្លាក់ចូលមក Reel នេះគឺដើម្បីឲ្យបទពិសោធន៍នៅក្នុងការប្រើនៅក្នុងការមើលវីដេអូលើទូរស័ព្ទហ្នឹងវាកាន់តែប្រសើរបាទនិយាយរួមទៅគឺមានការ update ធំប៉ុណ្ណឹងហើយសម្រាប់អាជីវកម្មអ្វីដែលត្រូវបដោតគឺមានរឿងពីរសំខាន់ទី1គឺតាក់ទងជាមួយនឹងផ្នែកបច្ចេកទេស2025ចាប់ពីម៉ោងនេះទៅមានការផ្លាស់ប្ដូរហើយទី2គឺការផ្ដោតទៅលើពាណិជ្ជកម្មឬក៏បច្ចេកទេសវាសំខាន់ដែរប៉ុន្តែផ្ដោតអានឹងមួយមុខគឺលោកអត់ដាច់ទេគេហៅថាត្រូវលើកមុនគេហៅថា target optimize ឬក៏ target focus តែឥឡូវនេះគឺផ្ដោតលើអតិថិជនវិញអញ្ចឹងទៅផ្ដោតលើអតិថិជនគឺត្រូវការមាតិកាខ្លាំងឬក៏ content video យើងទាំងអស់ហ្នឹងត្រូវយល់ពីផលិតផលរបស់យើងយល់ពីភ្ញៀវដាក់អា content ហ្នឹងទៅមួយតង់ទៀតបូកមួយបច្ចេកទេសបើយើងអាចរុញទៅចាប់ភ្ញៀវបានសេរីចង់មានន័យថាយើងត្រូវចេះធ្វើវីដេអូឲ្យវាត្រូវមួយ Reel ហើយធំទៅបាទខ្លឹមសារវាគឺកាន់តែផ្សើរជាងមុនបាទបើយើងប៊ូតទៅវាអត់សូវអស់លុយត្រូវគូនិយាយទៅគឺដោយលោកគ្រូលើកឡើងអញ្ចឹងខ្លឹមសារដាក់ឲ្យត្រូវតែផលិតផលយើងមានអីពិសេសសេវាកម្មយើងអីពិសេសធ្វើម៉េចឲ្យត្រូវមួយភ្ញៀវមិនឲ្យភ្ញៀវចាប់អារម្មណ៍ហើយមួយទៀតក៏យើងមើលដែរតើយើងកំពុងផ្សាយលើ platform គេវាមានអី update ខ្លះយើងបត់បែនទៅតាម platform របស់គេដែរបាទហើយទាំងអស់គ្នាសេរីគាត់នឹងបរៀនវគ្គនិយាយរួមប្រើ Facebook ដើម្បីជំរុញការលក់អញ្ចឹងណាបាទនៅថ្ងៃណានៅថ្ងៃទី22ខែមិថុនាឆ្នាំ2025ហ្នឹងនិយាយទៅគឺវគ្គហ្នឹង 2 in 1មានន័យថាយើងមកនិយាយរឿង update ទាំងអស់នៅក្នុងឆ្នាំ2025 update ឲ្យខ្លះ Facebook ហើយបន្ទាប់មកយើងនិយាយតាំងពីការចាប់ផ្ដើមធ្វើ page ទៅពី0រហូតដល់យើងធ្វើជា page standard មួយហើយយើងរៀនបច្ចេកទេសហើយយើងរៀនរឿង content តើយើងធ្វើ content video បែបម៉េចនិយាយទៅគឺយកអារបស់ដែលប្រើកើតយកទៅឲ្យគាត់ប្រើតែម្ដងនៅក្នុងថ្នាក់ហ្នឹងហើយមានអនុវត្តទៀតនៅចុងម៉ោងបាទប្រហែលម៉ោងហើយជានៅមួយគ្នា4ទៅ5ម៉ោងហើយមានអនុវត្តសំខាន់គឺមានអនុវត្តបាទអញ្ចឹងប្រយ័ត្នបាទចំណាយពេលណាបាទ Facebook update ហើយទាំងអស់គ្នាក៏ត្រូវ update នៅក្នុងការចំណេះដឹងយើងតាក់ទងមួយ Facebook ដែរបាទអញ្ចឹងម៉ោង4ម៉ោងនេះគឺមកគ្រប់គ្រាន់ដើម្បីឲ្យទាំងអស់គ្នាទៅវិញធ្វើឲ្យអាជីវកម្មរបស់យើងវាលក់ដាច់ច្រើនបាទអាជីវកម្មយើងវាទៅមុខការរកស៊ីវាទៅមុខគឺដោយសារ Facebook នឹងឯងបាទហើយក្រៅពីនេះយើងមានសៀវភៅមួយដែរអញ្ចឹងពេលទាំងអស់គ្នាមករៀនបាទកុំភ្លេចទិញសៀវភៅមួយក្បាលនេះយកទៅអានផងសៀវភៅកសាងភេទមានចំណេះដឹងតាក់ទងមួយ Facebook ច្រើនណាស់ទាំងអស់គ្នាមករៀនមួយសេរីហើយតោះគ្នាអាចទិញសៀវភៅមួយក្បាលនេះយកទៅបាទយកទៅដាក់នៅក្រុមហ៊ុនឬក៏ឲ្យបុគ្គលិកផ្នែក digital marketing ដែលគាត់កាន់ digital ហ្នឹងឲ្យគាត់អានទៅវាធ្វើឲ្យការដែលយើងប្រើ Facebook សម្រាប់ជំរុញការលក់ហ្នឹងវាទៅមុខរលូនបាទអរគុណ